ជីវិតដែលជោគជ័យអាស្រ័យត្រង់ថាតើតែមានគូសកលមែនចុះជីវិតអ្នកដែលអត់គូសកលសុទ្ធតែមិនជោគជ័យមែនចុះបើអ្នកដែលមានគូសកលហើយនៅតែមិនជោគជ័យទៀតអានឹងវាមិនវិញអញ្ចឹងសួរថាអីគេទៅជានិយមន័យពិតប្រាកដនៃពាក្យថាជីវិតជោគជ័យខ្ញុំនៅតែឆ្ងល់ហ្មងថាអីបានជាសង្គមសពថ្ងៃនៅតែមានការវិតម្លៃមិនល្អទៅកាន់អ្នកដែលគាត់មានអាយុច្រើននៅលីវយូហាក់អត់ទាន់រៀបការទៀតបើនិយាយឲ្យអាក្រក់ស្ដាប់បន្តិចពីបើសិនជាមនុស្សស្រីគេហៅថាកំមុំចាស់អីចឹងទៅហើយបើសិនជាប្រុសគេហៅថាកន្លោះចាស់អីចឹងណាឲ្យតែថាគ្នានៅលីវយូអត់ទាន់រៀបការអីហ្នឹងសុទ្ធតែថាតែអាយុច្រើនអញ្ចឹងដឹងតែពិបាករកប្តីហើយតែនៅលីវយូអញ្ចឹងដឹងតែពិបាករកប្រពន្ធហើយអត់យកប្តីយកប្រពន្ធហ្នឹងចាស់ទៅច្បាស់ជាអត់មានកូនអីមើលថែរក្សាអីចឹងទៅការពិតដល់ពាក្យទាំងអស់នេះពេលខ្លះវាក៏មានន័យបែបឈឺឆ្អាលក្នុងន័យបារម្ភអីចឹងដែរក៏ប៉ុន្តែបងប្អូនដឹងហើយថាពេលខ្លះវាសួរម្ដងជា2ដងជា3ដងដដែលចឹងទៅវាលើសវាក្នុងន័យផ្សេងហើយបើគិតទៅអានឹងវាចូលលក្ខណៈរំខានដល់ជីវិតឯកជនរបស់គេហើយឆ្ងល់ចាសួរគេថាអង្ការរៀបការអង្ការយកប្តីអង្ការយកប្រពន្ធឯចូលមានដែរសួរពីអារម្មណ៍ពួកគាត់អត់ដែលមានចោទជាសំណួរសួរទៅកាន់ពួកគាត់ថាចាហើយចង់រៀបការអត់ចង់យកប្តីអត់ចង់យកប្រពន្ធអត់បើសិនជាសួរអញ្ចឹងមើលហើយយើងស្ដាប់ហេតុផលគេមើលអានឹងវាមិនវិញវាប្រហែលជាល្អជាងមែនទេក៏ប៉ុន្តែខ្ញុំគិតថាអ្នកដែលគាត់នៅលាវឬមួយក៏នៅអាយុច្រើនមិនទាន់រៀបការអីហ្នឹងគាត់មិនសូវទៅខ្វល់ខ្វាយអីរឿងអូញ័រខ្លួនចង់រៀបការចង់យកប្តីយកប្រពន្ធអីទេគាត់ខ្វល់តែថាធ្វើម៉េចឲ្យតែគាត់មានសុខភាពល្អគាត់មានលុយគាត់សុបាយចិត្តគាត់អាចផ្គត់ផ្គង់ជួយក្រុមគ្រួសារបងប្អូនឲ្យបានមានជីវភាពប្រសើរឡើងអីចឹងទៅគាត់មិនដែលទៅខ្វល់រឿងថាខ្ញុំភ័យខ្ញុំអាយុ30ខ្ញុំអាយុ30ជាងអីមិនទាន់មានណាគេមើលឃើញអីសោះខ្ញុំជឿថាពួកគាត់មិនបានទៅខ្វល់ខ្លាំងពេកទៅលើរឿងអស់ហ្នឹងទេគាត់ខ្វល់តែថាធ្វើម៉េចឲ្យគាត់មានការងារល្អឲ្យគាត់មានលុយសប្បាយរីករាយនៅក្នុងជីវិតអីចឹងទៅកុំឲ្យតែអីបន្តិចងាកសួរពេលខ្លះវាខាតពេលវេលាទាំងសងខាងហ្មងបងប្អូនអ្នកទៅសួរហ្នឹងក៏ខាតពេលវេលារស់ស៊ីឃើញទេដល់ពេលគ្នាដែលត្រូវបងប្អូនសួរហ្នឹងក៏គ្នាខាត់ពេលវេលាគ្នាធ្វើការខូចអារម្មណ៍ខូចអីដែរហើយអញ្ចឹងបើសិនជាអាចយើងបើកចិត្តឲ្យទលាយទៅហើយបើសិនជាថាសួរម្ដងគ្នាប្រាប់ហេតុផលហើយឬមួយក៏ពេលខ្លះគ្នាមិនបាច់ប្រាប់ហ្នឹងក៏គួរតែយល់ខ្លួនឯងមានណាដែលថាចង់នៅម្នាក់ឯងមែនទេបើសិនជាអាចមានជម្រើសដែលល្អប្រសើរគឺគ្នានឹងរៀបការមានគូសកលដូចតែគេដូចតែឯងហ្នឹងក៏ប៉ុន្តែធ្វើម៉េចអានេះវាគឺជាជម្រើសអ្នកដែលនៅលាវក៏ជាជម្រើសរបស់គ្នាអញ្ចឹងទៅគ្នាសប្បាយចិត្តគ្នាមានទំនួលខុសត្រូវគ្នាមានបន្ទុកគ្នាមានអ្វីដែលត្រូវធ្វើនិយាយឲ្យខ្លីទៅមានន័យថាជំរើសរបស់គេគឺបែបហ្នឹងចំណែកអ្នកដែលគាត់រៀបការមានគូសកលមានកូនមានចៅអីហ្នឹងក៏ជាជំរើសរបស់គេយើងអត់បដិសេធថាខាងណាខុសខាងណាត្រូវទេអញ្ចឹងយើងគួរតែរៀនបើកចិត្តឲ្យទូលាយហើយយល់នៅហេតុផលរបស់គ្នាហើយគោរពសិទ្ធិគោរពឯកជនភាពរបស់យើងរៀងខ្លួនផងទៅកុំឲ្យថាជួបពេលណាក៏សួរសំណួរនឹងដដែលអានឹងវាចូលលក្ខណៈលើសពេកអញ្ចឹងត្រឡប់មកវិញវីដេអូនេះគឺមិនមែនជាការវែកញែករកខុសរកត្រូវពាក់ព័ន្ធទៅនឹងថាអូតើទៅនៅលាវបានជោគជ័យរៀបការបានជោគជ័យគឺអត់ទេធ្វើម៉េចក៏ដោយឲ្យតែបងប្អូនស្បៃចិត្តហើយនៅលាវឬក៏រៀបការវាសុទ្ធសឹងតែជាជម្រើសរបស់យើងម្នាក់សំខាន់យើងគួរតែចេះបើកចិត្តឲ្យទូលាយហើយនឹងគោរពសិទ្ធិគ្នាទៅវិញទៅមកអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះដល់ចប់